bạnនេះគឺជាវីដេអូបង្ហាញអំពីរបៀបនៃការបិទបញ្ជីកិច្ចការគណនេយ្យឆ្នាំ2025ណាចឹងជាដំបូងដើម្បីលោកគ្រូបិទបានលោកគ្រូចូលទៅដូរឆ្នាំថវិកាវាសិនទៅហើយវីដេអូដូរឆ្នាំថវិកាលោកគ្រូខ្ញុំធ្លាប់បាញ់ឲ្យណាបាទចឹងជាដំបូងលោកគ្រូត្រូវចូលមកពាក្យកិច្ចបញ្ជីការបន្ទាប់ពីចូលកិច្ចបញ្ជីការមកលោកគ្រូចូលពាក្យក្រោមគេនេះតារាងតាមដានសម្ភារៈទំនិញបាទចឹងចូលមកដល់តារាងតាមដានសម្ភារៈទំនិញលោកគ្រូចូលចុចពាក្យបង្កើតបាទដល់បង្កើតដល់ពេលដែលចុចពាក្យបង្កើតលោកគ្រូត្រូវអូសមើលសិនតារាងដែលតាមដានមុខសម្ភារៈទំនិញហ្នឹងតើមានទំនិញយើងសល់អត់នេះបើមានសល់វាដាក់កន្លែងតម្លៃសរុបហ្នឹងសល់ហើយណាអញ្ចឹងបាទអញ្ចឹងបើសល់ទេលោកគ្រូកុំតាន់បិទវាលោកគ្រូត្រូវទៅធ្វើបញ្ចេញវិញអស់ចាំយើងបិទណាបាទបន្ទាប់ពីយើងពិនិត្យថាវាអត់មានសល់ហើយលោកគ្រូចុចពាក្យកាលបច្ឆេទឬកាលបច្ឆេទបិទដាក់ថ្ងៃទី31ខែធ្នូនេះមកហើយលោកគ្រូចុចពាក្យបិទបញ្ជីទៅបាទណាអញ្ចឹងនៅពេលដែលលោកគ្រូចុចពាក្យបិទបញ្ជីវាបញ្ជាក់ថាបិទបាតឬក៏ចាស់ទៀតអញ្ចឹងលោកគ្រូចុចបាតឬក៏ចាស់មកអញ្ចឹងវាបិទឲ្យយើងហើយបាទវីដេអូមានតែប៉ុណ្្នឹងណាបាទ